ជំរាបសួរបងប្អូនទាំងអស់គ្នាស្វាគមន៍ជាថ្មីមកកាន់ Channel Cambo New ថ្ងៃនេះដែរ Channel របស់នាងខ្ញុំនឹងលើកយកអត្ថបទមួយដែលទាក់ទងជាមួយនឹងផ្លែឈើធម្មជាតិមួយគឺផ្លែចេកតើការទទួលទានឬក៏ញ៉ាំផ្លែចេកជារៀងរាល់ថ្ងៃល្អសម្រាប់សុខភាពដែរឬទេអ្នកណាក៏ចូលចិត្តញ៉ាំផ្លែចេកដែរវាគឺជាអាហារសម្រន់ដ៏ល្អបំផុតថ្ងៃនេះយើងនឹងមកពិនិត្យមើលពីគុណសម្បត្តិនិងគុណវិបត្តិនៃផ្លែឈើពណ៌លឿងដ៏ពេញនិយមមួយនេះតោះមកដឹងការពិតទាំងអស់គ្នាផ្នែកទី1នោះគឺគុណសម្បត្តិចេកគឺជាវីរៈបុរសសម្រាប់បេះដូងវាសម្បូរទៅដោយជាតិប៉ូតាស្យូមដែលជួយគ្រប់គ្រងសម្ពាធឈាមរបស់អ្នកហើយវាជាអាហារដ៏ល្អបំផុតសម្រាប់អ្នកហាត់ប្រាណជាតិស្ករធម្មជាតិផ្ដល់ថាមពលភ្លាមៗហើយជាតិសរសៃ fiber ធ្វើឲ្យអ្នកឆ្អែតបានយូរលើសពីនេះវាល្អសម្រាប់ពោះវៀនវាមានជាតិ probiotic ដែលជួយឲ្យប្រព័ន្ធរំលាយអាហារដំណើរការបានល្អចំពោះផ្នែកទី2នោះគឺយើងនិយាយអំពីគុណវិបត្តិតើវាមានផលប៉ះពាល់អ្វីខ្លះគឺមានបន្តិចបន្តួចដែរចេកមានជាតិស្ករខ្ពស់បើធៀបទៅនឹងផ្លែឈើដទៃទៀតបើអ្នកមានជំងឺទឹកនោមផ្អែមអ្នកត្រូវប្រុងប្រយ័ត្នចំពោះបរិមាណដែលត្រូវញ៉ាំហើយកុំញ៉ាំចេកតែមួយមុខសម្រាប់អាហារពេលព្រឹកដោយសារវាខ្វះជាតិប្រូតេអ៊ីននិងជាតិខ្លាញ់អាចឲ្យអ្នកឆាប់ឃ្លានវិញក្នុងរយៈពេលតែ1ម៉ោងក្រោយចំណុចសំខាន់មួយទៀតនោះគឺចេកខ្ចីអាចធ្វើឲ្យមនុស្សមួយចំនួនទល់លាមកប៉ុន្តែចេកទុំជួយសម្រួលដល់ការបន្តបង់ទៅវិញដូច្នេះតើចេកល្អចំពោះសុខភាពដែរឬទេពិតណាស់គឺល្អគ្រាន់តែញ៉ាំវាជាមួយអាហារដែលមានជាតិប្រូតេអ៊ីនដូចជាគ្រាប់ធញ្ញជាតិឬយ៉ាអ៊ូដើម្បីឲ្យមានតុល្យភាពសូមកុំភ្លេចជួយ like subscribe ដើម្បីទទួលបានចំណេះដឹងផ្នែកអាហារបន្ថែមទៀតជួបគ្នានៅវីដេអូក្រោយទៀតបាទសូមអរគុណ